Ok,បងបងថ្ងៃនេះខ្ញុំមកបង្ហាញពីការឆុងតែជ្រក់កែវធំកែវលេខ32សម្រាប់ទឹកស្ករខ្ញុំប្រើចំនួន60 ml ចំពោះបងបងដែលប្រើជាមួយនឹងស្ករសអាចប៉ាន់ប្រហែលជាខ្ទង់3ស្លាបព្រាតែខ្ញុំអត់ច្បាស់ទេបងបងដោយសារតែខ្ញុំមិនដែលប្រើជាមួយនឹងស្ករសណាខ្ញុំប្រើតែទឹកស្ករហើយទឹកស្ករងាយស្រួលមែនតើគឺយើងធ្វើការកូរតែមួយផ្លេតវាចូលសព្វចូលគ្នាជាមួយនឹងតែជាមួយនឹងក្រូចហើយតែបើយើងប្រើស្ករសអាចនឹងចំណាយពេលកូររៀងយូរអញ្ចឹងណាអូខេចំពោះទឹកតែវិញខ្ញុំប្រើចំនួន150 ml ហើយបើបងបងអត់ចេះធ្វើទឹកស្ករទេអាចអូសទៅមើលវីដេអូរបស់ខ្ញុំនៅខាងលើបានខ្ញុំមានបង្ហាញជាមួយនឹងការធ្វើទឹកស្ករហើយអូខេម្ដងទៀតទឹកតែ150 ml ទឹកស្ករ60 ml ចំពោះក្រូចតែវិញខ្ញុំប្រើក្រូចតែសុទ្ធលាយវាតូចធំមកបងចំនួន6ផ្លែប៉ុណ្ណឹងគឺរសជាតិជូរអែមល្មមបើសិនជាភ្ញៀវអត់កំងថាផ្អែមខ្លាំងជូរខ្លាំងអីទេបងបងធ្វើបរិមាណប៉ុណ្ណឹងណាសម្រាប់កែវធំកែវលេខ32តែបើសិនជាភ្ញៀវគាត់កំងយករៀងជូរជាងហ្នឹងឬក៏ផ្អែមជាងហ្នឹងអីបងបងអាចធ្វើការថែមថយក្រូចក៏ដូចជាស្ករតាមចំណូលចិត្តតាមការកំងរបស់ភ្ញៀវបានបើសិនជាវល់បរិមាណទឹកវិញក្រូចនេះគឺស្មើនឹង30 ml ណាអញ្ចឹងបើប្រើជាទឹកក្រូច30 ml តែប្រើជាផ្លែក្រូចចំនួន6ផ្លែសម្រាប់រូបមន្តនេះគឺជារូបមន្តគោលសម្រាប់កែវធំតែម្ដងបងបងអញ្ចឹងបើសិនជាបងបងធ្វើលក់បងបងត្រូវធ្វើហើយភ្លក់សាកមើលសិនថាអូខេរសជាតិប៉ុណ្ណឹងសម្រាប់បងគិតថាមិនដែរជូរអែមល្មមអត់ឬក៏ស្ទើរផ្អែមស្ទើរជូរអីពេលបងបងលក់បងបងប៉ាន់ជាក់ស្ដែងតាមនឹងទៀតណាបន្ទាប់មកធ្វើការកូរវាឲ្យសព្វដើម្បីឲ្យល្បាយទាំង3ហ្នឹងចូលជាតិគ្នាល្អណាហើយធ្វើការដាក់ទឹកកកចូលបងបងសម្រាប់ការដាក់ទឹកកកបងបងមិនបាច់តន់ដាក់ពេញពេកទេតាមមកល្មមបានហើយព្រោះទុកចន្លោះធ្វើការកូរវាសិនណាបងបងនេះដាក់ត្រឹមប៉ុណ្ណឹងអីសិនទៅហើយបងបងយកស្លាបព្រានឹងកូរស្លាបព្រាដាក់ឲ្យដល់ខាងក្រោមតែម្ដងណាចាដូចខ្ញុំកូរអញ្ចឹងហើយធ្វើការកូរវាបន្តិចទៅដើម្បីឲ្យវាត្រជាក់ស្មើល្អទី1ទី2ធ្វើវាពេញកែវស្អាតតែម្ដងអូខេអញ្ចឹងសម្រាប់រូបមន្តធ្វើតែជ្រក់កែវធំគឺប៉ុណ្ណឹងសម្រាប់ខ្ញុំលក់បាន3000ហើយ